មុនស្នេហ៍សាសឹកដល់តែជាជនក្នុងសក្តានុពលនេះផលិតកម្មដៃជោសូមឲ្យកំពង់មាសដល់វិចិត្រមួយទៀតដោយនាំមកនៅកំពូលតារាកំ pl ែងប្រជាប្រិយគឺមិត្តត្រង់លើព្រមទាំងតារាពិសេសមួយចំនួនដែលកំពុងពេញនិយមនឹងធ្វើឲ្យមជ្ឈដ្ឋានមិត្តទស្សនិកជនចង់ឃើញចង់ជួបដោយខានមិនបានយ៉ាតែអញថាជួបវាជួបមែនណាភូមិនេះមិនក៏ស្ងាត់ដូចជាភូមិខ្មោចអញ្ចឹងវ៉ៃមែនណាមកស្ងាត់ម្លឹងហើយមិនក៏មានស្រីស្រស់ប្រឹមប្រៃមកទទួលកម្មាអង្គុយបណ្ដែតអារម្មណ៍នៅលើកម្មចនាអញ្ចឹងយ៉ាកុំទៅខ្វល់អើយគិតរោបាយមកឆ្អែតសិនតោមើលសិស្សច្បងចាត់ការតឡើងមុនស្នេហ៍សាឡបងជាមួយនាងនោះម្ដងទៅមើលថាមិនកើតទេចាំសិស្សប្អូនជួយសូត្រផ្លុំថែមពីក្រោយអើយហក់ផ្លែតូនោះត្រេងត្រាំងដល់ណាទេជំរាបសួរអ្នកនាងខ្ញុំថ្វាយព្រះបងរួចចកសំឡេងនាងរំមិនក៏ញ័រល្អប្លោបែបដូចជាមានអ្នកណាទៅស្លាប់រយបានជាមានដាក់បន្លងថ្មីយ៉ាងនឹងមានចលនាមិនចេះធុញត្រង់សេះមកទៅនារីមានសម្រស់ឆាប់ឆាយនិងសម្បូរស្នេហ៍សូចិននោះចាពៅធីតារោហិរាអាចារ្យកុនមុនខីកំឡុកទ្រង់បើកំពុងពេញនិយមយៈហាន់តារាបាទឹកដោះនារាសុផាន់និងបរោះខ្នាតតូចលូតូធម្មតារយូរមកហើយមិនដែលឃើញឡើយព្រៃរូបនោះស្របងរលឹងអូនឡគួរស្នេហាមុនស្នេហ៍សាស្ត្រអមតាមចម្រៀងពីរបាត់យ៉ាងពីរោះជាប់ចាក់ច្រៀងដែរសិនស៊ីសមុទ្រប៉ែនរ៉ននិងវ៉ាសូនជួយខ្ញុំផងនេះសាំអីខាំខ្ញុំខាំត្រង់ណារកខាំត្រង់ណារកត្រង់ដើមផ្លូវយ៉ាមិនគុំឃើញប្រហែលជាជួយក្នុងសង្គមបាត់ទៅហើយសពទៅតែគុំលេងយ៉ាងចុះហើយទេគុំលេងយ៉ាងចុះកើតទេតែលោកប្តីអ្នកឃើញទៅមិនវីវទេខ្លាចអីគាត់មើលមិនឃើញទេគាត់ខ្វះអង្តាខ្វះមែនណាកំពុងរឿងមុនស្នេហ៍សាស្ត្របានសម្រាប់ជាខ្សែភាពយន្តលោកវិចិត្រនិងជាជំហានទី2របស់លោកភៀវសេរាបន្ទាប់ពីរឿងចែកសតបជ័យនិងរៀបសម្រួលដោយក្រុមមិត្តផ្ទៃជោអ្នកប្រាជ្ញវិទ្យាសាស្ត្របានពោលថាសប្តាហ៍មួយវិនាទីអាចធ្វើឲ្យយើងចម្រើនអាយុពេញមួយឆ្នាំដូច្នេះបើចង់ឲ្យការអាយុបើចង់ឲ្យបានសុភមង្គលដល់សែនមនុស្សរស់ក្នុងរង្វង់គ្រួសារបើចង់បំភ្លេចនៅទុក្ខកង្វល់សព